បាទសួស្តីពុកម៉ែបងប្អូននេះគឺជាលោកប្រឹស100ដែលយើងយកទៅប្រើប្រាស់ទូទៅប៉ុន្តែដែលខែទឹកឡើងអញ្ចឹងយើងយកវាទៅដាក់ត្រីឆ្លួយបងប្អូនគឺចូលមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលមានបន្លាយឬក៏មានបឹងឬក៏មានព្រែកក្បែរផ្ទះបងប្អូនចង់យកទៅដាក់សាកមើលបងប្អូនត្រីឆ្លួយពេលដែលទឹកឡើងអញ្ចឹងវាត្រូវម្សាពេលដែលខែកដឹកទឹកស្រកបកទៅវិញគឺវាត្រូវម្សាទៀតបងប្អូនលបហ្នឹងគឺយើងអាចយកទៅប្រើប្រាស់ជាទូទៅបានដូចជាយើងអាចដាក់ក្តាមបកងបកាកពឹសនៅសមុទ្រក៏បានគឺយើងយកមកលេងទឹកសាបក៏បានទឹកប្រៃក៏បានបងប្អូនប៉ុន្តែពេលដែលខែទឹកឡើងអញ្ចឹងជាច្រើនគឺយើងយកមកលេងត្រីឆ្លូញដោយបានឃើញអញ្ចឹងមួយលោកនេះគឺចូល75គីឡូហើយបងប្អូនឆ្លូញសុទ្ធតែម្ដងអញ្ចឹងបើសិនជាបងប្អូនមានបន្លាយក្បែរផ្ទះឬក៏មានកន្លែងដែលគេបងសំណាញ់ត្រូវត្រីឆ្លូញមួយបងប្អូនយកលបនោះទៅដាក់មិនខុសនោះទេបងប្អូនបានអញ្ចឹងកន្លែងខ្ញុំលក់5 6 7ឆ្នាំហើយសម្រាប់ពុកម៉ែបងប្អូនដែលជាម៉ួយចាស់គាត់តែតូនទិញយើងមានការបញ្ចុះតម្លៃផ្សេងៗជូនគាត់តែសម្រាប់ថ្មីយើងលក់ធម្មតាបងប្អូនយកទៅសាកទៅមួយខ្សែពីរខ្សែ4 5ខ្សែ3 4 10ខ្សែចឹងទៅបងប្អូនបាទអញ្ចឹងគឺត្រីឆ្លូយដែលខ្ញុំបញ្ជាក់អញ្ចឹងគឺលបហ្នឹងប្រើត្រូវទាំងអស់ទូទៅមិនថាត្រីក៏ចូលដែរប៉ុន្តែខែទឹកឡើងអញ្ចឹងពេលត្រីឆ្លូយគឺវាចូលមុនគេបងប្អូនបាទអញ្ចឹងវាចូលចម្រុះដូចខ្ញុំបានឃើញដូចដាក់ឲ្យមើលអញ្ចឹងបងប្អូនណាបាទអញ្ចឹងពេលដែលទឹកស្រកទៅវិញទូកក្រាញ់ដែងតុងឬក៏ប្រភេទត្រីផ្សេងៗគឺវាចូលចម្រុះតែម្ដងមិនថាត្រីឆ្លូយទេបាទប៉ុន្តែឥឡូវខែទឹកឡើងអញ្ចឹងគឺយកទៅលេងត្រីឆ្លូយអញ្ចឹងសម្រាប់អ្នកដែលនៅតាមស្រុកខ្សែជនបទចង់បានមួយខ្សែពីរខ្សែគាត់ថាក្រាន់រួចចិញ្ចឹមឆ្នាំងបងប្អូនអាចតាក់ទងមកខាងខ្ញុំបានជាមួយនឹងលេខ Telegram មានចំនួន3ខ្សែហ្នឹងបងប្អូនអាចតាក់ទងមកលេខមួយណាក៏មាន Telegram ដែរឬក៏ទេមកផ្ទាល់ក៏បានយើងផ្ញើបានឲ្យបងប្អូនគ្រប់ខេត្តក្រុង25ខេត្តក្រុងតែម្ដងតាមក្រុមហ៊ុនបរិយាបន្ថែមបាទអញ្ចឹងដោយបានបញ្ជាក់ខាងលបចាស់លបថ្មីយើងប្រើបានទាំងអស់លបនេះទម្រាំតែខូចបងប្អូនប្រើខ្ទង់3ឆ្នាំអី3ឆ្នាំវាចាប់ដើមមានផុយខ្លះណាប្រភេទយើងត្រាំទឹកវាយូរឬក៏ដាក់វាយូរអញ្ចឹងតែបើសិនជាបងប្អូនប្រើថ្មីមិនងាយខូចទេបងប្អូនអញ្ចឹងពេលដែលខូចប្រើទៅមានលហាយមានអីយើងយកមកជួសជុលប្រើបានវិញពេលដែលទៀតចុះត្រជាក់ខ្លាំងគឺដាក់តាណាកត្រីដែលគឺចូលទាំងអស់តែម្ដងតាមស្រែតាមរង្វះអីផ្សេងបងប្អូនសួរថារកអាខ្លីៗហើយគេដាក់យ៉ាងម៉េចចង់បានវែងទេចង់និយាយថាលបនេះវាប្រវែង7 8ម៉ែត្រអញ្ចឹងពេលដែលបងប្អូនមានបន្លាយក្បែរផ្ទះ1ម៉ែត្រ2ម៉ែត្រយើងប្អូសវាតាមទឹកបងប្អូនមិនមែនយកទៅទាញទៅតឹងបន្លាយទេបងប្អូនណាបើបន្លាយ3ម៉ែត្រហើយលប8ម៉ែត្រយកទៅដាក់មិនកើតទេបើមិនសិនជាគិតអញ្ចឹងណាប៉ុន្តែគេប្អូសវាទាញទៅវាមានប្រឹសវាសងខាងកាលណាដែលត្រីវាច្រាឡើងមកឬក៏វាចុះទៅវាមិនហែលត្រង់គឺវាហែលឆ្វាត់ឆ្វាញ់វានឹងវាចូលហើយបងប្អូនបាទអញ្ចឹងបញ្ជាក់បងប្អូនអ្នកខ្លះក៏ថារត់ត្រឹម2ម៉ែត្រអីទេមិនមានទេលបនឹងប្រវែងវាចាប់ពី6 7ម៉ែត្រអីឡើងទៅបងប្អូនវាអត់មានខ្លីទេណាបាទអញ្ចឹងដោយបញ្ជាក់អញ្ចឹងឃើញនេះយើងដាក់ឲ្យមើលតតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលយកទៅប្រើប្រាស់ក៏យើងដាក់អញ្ចឹងដែរបងប្អូនបាទអញ្ចឹងនៅក្នុងទឹកគឺមានត្រីបងប្អូនបាទកន្លែងណាក៏មានដែរបងប្អូនមានចំណាប់អារម្មណ៍តាក់ទងមកខាងខ្ញុំយើងផ្ញើបានគ្រប់25ខេត្តក្រុងតាមក្រុមហ៊ុនវិរៈមុនតាមតែម្ដងបាទសូមអរគុណ